ជំរាបសួរបងប្អូនទាំងអស់គ្នាចឹងនៅវីដេអូនេះយើងមករៀនបកប្រែកាសែតម្ដងគឺព័ត៌មានទាន់ហេតុការណ៍ចឹងតោះចឹងសម្រាប់ព័ត៌មានដែលខ្ញុំដកស្រង់ចេញមកគឺដកស្រង់ចេញពី website របស់ថៃគឺ Nation Thailand អាហ្នឹងគឺដើម្បីឲ្យដឹងថាយើងរៀនផងយើងដឹងផងណាបាទថាតើនៅកាសែតថៃគេបាទចុះបាទព័ត៌មានតាក់ទងទៅនឹងកម្ពុជាយើងដូចម្ដេចខ្លះអញ្ចឹងនេះគឺចំណងជើងរបស់បាទព័ត៌មានរបស់គេណាបាទគេដាក់ថា Thai Army adjusts troop position after Cambodian artillery aim at border បាទអញ្ចឹងអានេះយើងបកមួយទៅបាទគឺពាក្យដែលយើងបាទគួរចេះណាបាទទី1គឺ adjust ហ្នឹងគឺបានន័យថាបាទកែតម្រូវឬក៏កែសម្រួលណាបាទកែសម្រួល troop គឺសំដៅដល់កងទ័ពណាបាទកងទ័ពកងពលណាដល់ពេល position គឺទីតាំងកន្លែងឈរជើងបាទហើយបន្ទាប់មកទៀតគឺអីគេ artillery ហ្នឹងគឺកំភ្លើងធំបាទ aim បើសិនជាយើងបកជាធម្មតាគឺមានន័យថាយើងមានបំណងអីមួយណាដល់ពេលអានេះ aim at border បានន័យថាតម្រង់បាទកណ្ដុងបាទទៅកាន់អីគេបាទប្រទេសថៃឬក៏ព្រំដែនថៃបាទអញ្ចឹងអានេះយើងបកឲ្យអស់បាទចំណងជើងហ្នឹងទៅមានន័យថាកងទ័ពនេះបាទកងទ័ពរបស់ថៃបានកែសម្រួលនៅទីតាំងនេះទីតាំងបាទកងទ័ពរបស់គេអាមីហ្នឹងយើងអាចបកបាទយោធាក៏បានណាបាទយោធាថៃបានកែសម្រួលនៅបាទទីតាំងទ័ពរបស់ពួកគេបាទ adjust កែសម្រួលបន្ទាប់ពីនេះកម្ពុជា Cambodian artillery បានន័យថាបាទកំភ្លើងធំរបស់កម្ពុជាហ្នឹងគឺតម្រង់ដាក់បាទអីគេព្រំដែនហ្នឹងបានន័យថាតម្រង់ដាក់ថៃនឹងឯងអញ្ចឹងអានេះគឺជាបាទព័ត៌មានដែលគេបានចុះអញ្ចឹងយើងមកមើលបាទព័ត៌មានលម្អិតរបស់គេគឺអានេះវាគ្រាន់តែជា subtitle របស់គេណាបាទស្រៀងគ្នាទេណា Thai Army reports Cambodian troops deploy near Sisaket border with artillery pointed at Thailand អញ្ចឹងក្នុងបាទនៅចំណងជើងគេប្រើពាក្យ aim ដល់ពេលអានេះគេប្រើពាក្យ pointed អានេះចឹងអល់បាទឬក៏តម្រង់ណាបាទហើយអីគេ pointed at Thailand prompting security response អានេះអញ្ចឹងថៃគឺយោធាថៃបានរាយការណ៍មកថាកងទ័ពអានេះការពង្រាយណាឬក៏កងទ័ពរបស់កម្ពុជាបានពង្រាយ deploy ពាក្យ deploy ហ្នឹងគឺរាយទ័ពណាដាក់ទ័ពរាយទ័ពបាទអញ្ចឹងយោធាថៃបានរាយការណ៍បាទមកថាកងទ័ពរបស់កម្ពុជាបានពង្រាយនៅក្បែរខេត្តឬក៏ព្រំដែនស៊ីសាកេតបាទគឺជាខេត្តរបស់ថៃបាទជាមួយនឹងកំភ្លើងធំដែលចង្អុលមកនេះឬក៏តម្រង់មកប្រទេសថៃបាទ prompting security response ដោយចង់ឲ្យមានបាទអីគេការឆ្លើយតបទៅនឹង security គេថាសន្តិសុខចង់ឲ្យបាទអីគេតាក់ទងដំណោះស្រាយតាក់ទងទៅនឹងបាទសន្តិសុខអីចឹងណា prom បើយើង prom និយាយ prom ទូទៅបានន័យថាតម្រុយអានេះបានន័យគេចង់មានន័យថាយើងតម្រង់ទៅគេហ្នឹងគឺដោយសារយើងចង់បានអីមួយពីគេចឹងណាហ្នឹងហើយគឺនេះ security response ចឹងអានេះគឺឈ្មោះរបស់គេអានេះព័ត៌មានពឹស្ដាររបស់គេណាបាទនេះខ្ញុំអត់បាទដឹងថាអានថាមិនដែរទេបាទជាស្អីផងឈ្មោះរបស់ថៃណាប៉ុន្តែដឹងថាគាត់គឺជា spokesman ហ្នឹងគឺអ្នកនាំពាក្យណាអ្នកនាំពាក្យបាទអញ្ចឹងអ្នកអីគេ Win Thai អីណានេះណាបាទគឺជាអ្នកនាំពាក្យឲ្យណាយោធាថៃបាទយោធាអីគេណាបាទអាហ្នឹងគឺយើងដឹងបាទគឺ Royal Thai Army គឺបាទយោធាទ័ពបាទអីគេរាជវាំងរបស់ថៃណាគឺបានចេញសេចក្តីថ្លែងការណ៍ហ្នឹងអាហ្នឹងមិនបាច់ទៅខ្វល់ក៏បានដែរសំខាន់អ្វីដែលខ្ញុំចង់ឲ្យចាប់អារម្មណ៍ចង់ឲ្យចេះកន្លែងហ្នឹងគឺហ្នឹងហើយអង់គ្លេសផងដែលគេប្រើប្រាស់ណាពាក្យអង់គ្លេសដែលគេប្រើប្រាស់ហើយនឹងព័ត៌មានបាទដែលគេចុះផង issue a statement អញ្ចឹងពាក្យ issue គឺមានន័យថាចេញណាចេញដល់ពេល issue a statement មានន័យថាចេញសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍បាទគឺនៅថ្ងៃទី24ខែមិថុនាឆ្នាំ2025គឺម្សិលមិញអានេះម្សិលមិញអញ្ចឹងបាទខ្ញុំថតហ្នឹងគឺថ្ងៃបាទ15 regarding photo ពាក់ព័ន្ធ regarding បាទពាក្យ regarding គឺពាក់ព័ន្ធទៅនឹងរូបថតដែលបានចែកចាយ circulate បានន័យថាបើសិនតែស្អីមួយ circulate បានវាដើរវាបាទមានចរន្តបាទវាមានចលនាទៅនេះទៅនោះណាអញ្ចឹងបើតាក់ទងរូបថតដែលវាមានអីហ្នឹងគឺមានន័យថាគេចែកចាយនៅលើបណ្ដាញ
បាទសង្គមឬក៏បណ្ដាញអ៊ីនធឺណិតនេះគឺណា on circulating online គឺបានថារូបភាពដែលបានចែកចាយនៅលើបាទប្រព័ន្ធអ៊ីនធឺណិតបាទយើងបកចឹងទៅដែលបង្ហាញថាណាកងទ័ពរបស់កម្ពុជាគឺតម្រង់កំភ្លើងធំបាទមកកាន់ទឹកដីរបស់ថៃ territory territory ហ្នឹងគឺទឹកដីណាបាទទឹកដី near down គេ down អី temple អីណាបាទហ្នឹងក៏ខ្ញុំបាទអត់សូវច្បាស់ដែរណាគ្រាន់តែដឹងថាអាហ្នឹងគឺជាប្រាសាទហើយអានេះគឺជាភ្នំអានេះស្អីសត្តាសោម mountain ណាភ្នំសត្តាសោមហើយនៅក្នុងស្រុកស្អីណាភូមិសារលសាវធុងអីណាចឹងទៅហើយបាទនៅក្នុងខេត្តស៊ីសកេតអានេះបាទខ្ញុំធ្លាប់ឮអញ្ចឹងបាទខ្ញុំអាចនេះបានប៉ុន្តែខេត្តស្រុកអីដូចតែគេដែរបាទឲ្យមកអានខេត្តស្រុកបែរយើងគឺពិបាកណាបាទហើយមិនទាន់ចាប់ទេអានេះគឺជារូបភាពដែលគេបានភ្ជាប់មកណាបាទគេថាយើងតម្រង់បាទកណ្ដុងដាក់គេអីចឹងទៅហើយអានេះគឺមក paragraph ទៀតណា he stated that he ហ្នឹងគឺសំដៅទៅលើ spokesman គឺអ្នកនាំពាក្យខាងលើណា that Thai authority had observed គឺគាត់បានថ្លែងការណ៍ថាគាត់បានបញ្ជាក់ថាណាបាទអាជ្ញាធររបស់ថៃ Thai authority អញ្ចឹងអាជ្ញាធររបស់ថៃ authority គឺអាជ្ញាធរបានបាទសង្កេតឃើញថា had observe ហ្នឹងគឺសង្កេតឃើញថាតបបាទការពង្រាយតបរបស់បាទកម្ពុជាណាtroop deployment គឺមានន័យថាការដាក់តបការពង្រាយតបរបស់កម្ពុជាគឺបាទមានការពង្រាយបាទមានច្រើនកន្លែងណាបាទគឺ multiple location ហ្នឹងគឺទីតាំងឬកន្លែងដល់ពេល multiple មានន័យថាច្រើនណាច្រើនជាងមួយ particularly positioning of support weapon capable of firing into Thai sovereign territory ណាអញ្ចឹងអានេះគឺគេថាជាពិសេសបាទនោះគឺទីតាំងដែលមានបំពាក់នៅបាទអាវុធអានេះបាទគឺ support weapon ហ្នឹងគឺអាវុធបាទឬក៏កំភ្លើងណាឯងដែលវាអាច capable of firing ណាដែលអាចនឹងមានបាទលទ្ធភាពបាញ់ចូលទៅទឹកដីរបស់ថៃឬក៏គេហៅថាដែនអធិបតេយ្យរបស់ថៃបានន័យថាទឹកដីថៃហ្នឹងឯងណាបាទ territory ហើយគាត់បាទបន្ថែមទៀតណាគេបន្ថែមទៀតមិនគាត់ទេ this was deemed ហ្នឹងគឺមានន័យថា consider ចាត់ទុកបាទនេះចាត់ទុកថានេះត្រូវបានគេចាត់ទុកថាព្រោះនេះគឺគេប្រើនៅក្នុងទម្រង់ passive នេះត្រូវបានគេចាត់ទុកថា a threat to national security នេះគឺត្រូវបានគេចាត់ទុកថាវាគឺជាការគំរាមកំហែងទៅដល់សន្តិសុខសង្គមសន្តិសុខជាតិណាសន្តិសុខសង្គម in response ជាការឆ្លើយតបណា in response ហ្នឹងគឺបាទជាការឆ្លើយតប the Thai side has adjusted its troop deployment and prepare forces accordingly to suit the evolving situation បាទអញ្ចឹងជាការឆ្លើយតបណាភាគីថៃបាទ Thai side ក៏បានក៏បានកែសម្រួលបាទទីតាំងទ័ពឬក៏ការដាក់ទ័ពការពង្រាយទ័ពdeployment ដើម្បី prepare forces ហើយនឹងរៀបចំកងកម្លាំង force ហ្នឹងគឺមានថាកងកម្លាំងបាទសំដៅទៅលើទាហានអីហ្នឹងឯងណាបាទទៅតាមហ្នឹង accordingly គឺបាទទៅតាមស្ថានភាព to suit the evolving situation បាទថាបាទខាងភាគីថៃហ្នឹងក៏គេបានរៀបចំឬក៏កែសម្រួលទ័ពបាទដើម្បីឲ្យវាឆ្លើយតបទៅនឹងស្ថានភាពឬក៏ស្ថានភាពដែលកំពុងតែរីកមកដោះដាលនេះ evolving situation អញ្ចឹងបានមានតែប៉ុណ្្នឹងទេគឺខ្លីដែរទេព្រោះខ្ញុំអត់ចង់យកវែងមកបកណាបើសិនជាបងប្អូនគ្នាចង់ដឹងបាទព័ត៌មានបន្ថែមអាចចូលទៅអានទៅណាបាទតកតងទៅនឹង website ហ្នឹងគឺ Nation Thailand ដែលខ្ញុំដកបាទចេញមកអញ្ចឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅព្រោះក្រោយ See you